អញ្ញងសួស្តីទាំងអស់គ្នាថ្ងៃនេះបន្តភាគក្នុងរឿងជួបស្នេហ៍ក្នុងហ្គេមទាំងអស់គ្នាបន្ទាប់ពីត្រូវបានសេយ៉ងសួរថាហ៊ីចេនឹងកំពុងតែមើលអ្វីហ៊ីចេក៏តបទៅវិញថាគ្មានអ្វីគួរចង់មើលនោះទេរួចក៏បានដេញសេយ៉ងចេញឲ្យគេងូតទឹកម្ដងហើយកំឡុងពេលដែលហ៊ីចេកំពុងងូតទឹកនោះគេក៏បានសម័យទៅឃើញរូបរាងរបស់សេយ៉ងម្ដងទៀតដែលជាហេតុធ្វើឲ្យមុខគេឡើងក្រហមរួចក៏បោកក្បាលខ្លួនឯងទៅនឹងជញ្ជាំងព្រមទាំងប្រាប់ខ្លួនឯងថាតើគេឈួតមិនមែនហេតុបីបានជាគិតពីសេយ៉ងបែបហ្នឹងឈប់គិតពីសេយ៉ងទៀតទៅប៉ុន្តែតើមនុស្សប្រុសមានរូបរាងបែបហ្នឹងយ៉ាងម៉េចទៅគេពិតជាចង់ប៉ះសេយ៉ងពិតមែនហើយក៏ត្រូវបានភ្ញាក់ផ្អើលនឹងការគិតរបស់ខ្លួនវិញហើយជាចុងក្រោយហ្នឹងហ៊ីចេក៏បានប៉ះសេយ៉ងពិតមែនប៉ុន្តែវាគ្មានអ្វីអស្ចារ្យនោះទេហ៊ីចេគេក៏បានគិតទៀតថាគេហ៊ាននឹងបាត់បង់កូនប្រុសរបស់គេទៅកាន់សេយ៉ងហើយអំបញ្ញមិញនេះគឺថារូបរាងរបស់សេយ៉ងគឺគ្មានអ្វីនោះទេគ្រាន់តែរឹងហើយនឹងរាបស្មើអ្នកទាំងអស់គ្នានឹងអាចចាប់ទ្រូងរបស់គាត់បានណែនជាងសេយ៉ងទៅទៀតណរួចគេក៏សម្លឹងមើលទៅសេយ៉ងដែលកំពុងតែគេងលើគ្រែយ៉ាងលក់ស្រួលហើយគេក៏គិតឆ្ងល់ក្នុងចិត្តថាតើនេះសេយ៉ងអាចគេងលក់បន្ទាប់ពីរឿងនោះកើតឡើងមែនទេរឿងនឹងក៏សំដៅទៅលើរឿងដែលគាត់ចាប់ទ្រូងរបស់សេយ៉ងអ្នកទាំងអស់គ្នាចាំមកគិតបែបនេះរួចហ៊ីចេគេក៏បានឡើងទៅលើគ្រែរួចក៏ដេកក្បែរសេយ៉ងព្រមទាំងចាប់ទាញសេយ៉ងយកមកអប់ថែមទៀតផងហើយនៅពេលបានអប់សេយ៉ងហើយបេះដូងរបស់ហ៊ីចេគឺលោតញាប់ខ្លាំងមែនទែនហើយក៏គេគិតក្នុងចិត្តថាប្រសិនបើសេយ៉ងភ្ញាក់ឡើងឥឡូវនេះតើគេអាចពន្យល់ខ្លួនឯងយ៉ាងម៉េចទៅប៉ុន្តែមុនរឿងនឹងកើតឡើងឥឡូវនេះតើគេកំពុងធ្វើអ្វីទៅគេមកទីនេះដើម្បីទៅសងសឹកនោះទេរួចហើយគេក៏សម្លឹងមើលទៅសេយ៉ងដែលនៅក្នុងរង្វង់ដៃរបស់ខ្លួនព្រមទាំងគិតថាយ៉ាងហោចណាស់ក៏សេយ៉ងស្ងប់ស្ងាត់ដែរនៅពេលដែលគេគេងបែបនេះប្រសិនបើសេយ៉ងមានចរិតបែបនេះនៅពេលដែលគេភ្ញាក់ឡើងនោះអញ្ចឹងនោះសេយ៉ងប្រកាសជាគួរឲ្យស្រឡាញ់ណាស់ហើយប៉ុន្តែក៏បើប៉ុណ្ណឹងគេក៏គាំងវិញហើយក៏ប្រែការគិតថាធ្វើជាដូចមែនតែអញ្ចឹងសេយ៉ងគឺតែប្រាប់គេថាកខ្វក់នឹងឲ្យគេនឹងទៅស្លាប់ទៅតើរឿងនោះវាគួរឲ្យស្រឡាញ់ត្រង់ណាទៅកាន់តែគិតអំពីវាគឺកាន់តែធ្វើឲ្យគាត់ខឹងតើសេយ៉ងគឺជាប្រភេទមនុស្សខ្លាចមេរោគឬក៏យ៉ាងម៉េចហ្នឹងហើយហ៊ីចេក៏បាននិយាយឡើងថាតើសេយ៉ងចង់ឲ្យគេបង្ហាញពីអាភាពកខ្វក់នឹងយ៉ាងម៉េចវិញអត់ថារួចគេក៏បានចាប់ដៃរបស់សេយ៉ងយកមកថើបបាត់ដៃមិនត្រឹមតែថើបទេក៏ថែមតលិតទៀតផងដែលជាហេតុធ្វើឲ្យសេយ៉ងដែលកំពុងតែគេងលក់ហ្នឹងមានតែការភ្ញាក់បន្តិចឃើញបែបហ្នឹងហ៊ីចេគេក៏បានដកមាត់ចេញនោះដែររួចក៏សម្លឹងមើលទៅសេយ៉ងព្រមទាំងគិតថាប្រសិនបើសេយ៉ងភ្ញាក់ឡើងឥឡូវនេះហាសេយ៉ងប្រហែលជាទៅលាងដៃហ្នឹងរហូតដល់ចេញឆ្អឹងហើយមើលទៅវាមិនដូចជាគាត់ឲ្យសេយ៉ងលោតកាត់វិញនោះទេតើសេយ៉ងចង់ក្អួតហើយមែនទេប៉ុន្តែហ៊ីចេភ្ញាក់បន្តិចនៅពេលដែលសេយ៉ងលើកជើងរបស់គេមកកូនខ្លួនបែបនេះមិនត្រឹមតែប៉ុណ្្នឹងនោះទេសេយ៉ងក៏បានរលខ្លួនចូលទៅចិត្តហ៊ីចេថែមទៀតផងដែលជាហេតុធ្វើឲ្យហ៊ីចេមុខឡើងក្រហមហើយគេក៏សើចឡើងតិចតិចទាំងសប្បាយចិត្តរួចក៏ចាប់សេយ៉ងយកមកអោបរួចក៏គេងលក់ទៅហើយនៅព្រឹកថ្ងៃបន្ទាប់ពីហ៊ីចេនិងសេយ៉ងញ៉ាំអីជាមួយគ្នារួចហ៊ីចេគេក៏បានមកកន្លែងធ្វើការរបស់គេដោយគេទទួលបានដំណឹងថាគេទទួលបានកិច្ចព្រមព្រៀង advertisement ដ៏ល្អមួយដែលមេរបស់គេចង់ឲ្យហ៊ីចេគិតមើលសិនថាតើតម្លៃនឹងសមអត់ហើយហ៊ីចេព្រមទទួលអត់ហ៊ីចេក៏សម្លឹងមើលទៅកិច្ចព្រមព្រៀងទាំងនោះរួចក៏គិតឡើងថាវាគឺជាកិច្ចព្រមព្រៀងមួយដ៏ល្អអញ្ចឹងគេគួរណាតែទិញគ្រែថ្មីមួយឲ្យសេយ៉ងឲ្យមើលទៅរួចគេក៏បានប្រាប់ទៅកាន់មេគេថាគេនឹងធ្វើវាតើការប្រជុំថ្ងៃណាទៅមេគេក៏ឆ្លើយទៅវិញថាគេនឹងធ្វើការប្រជុំឥឡូវនេះលឺបែបហ្នឹងហ៊ីចេក៏ស្ដាយក្រោយបន្តិចព្រោះថាគេសន្យាជាមួយនឹងសេយ៉ងហើយថាថ្ងៃនេះគេនឹងទៅទិញអីវ៉ាន់ជាមួយនឹងសេយ៉ងហើយនៅពេលហ្នឹងគេក៏បានឆាតទៅប្រាប់សេយ៉ងមករួចក៏គិតក្នុងចិត្តថាប្រហែលជាវាមិនអីទេមើលទៅការធ្វើការងារនេះគឺដើម្បីទៅទិញគ្រែថ្មីមួយឲ្យសេយ៉ងបន្តែប៉ុណ្ណោះបន្ទាប់ពីចេញពីការប្រជុំហើយហ៊ីចេក៏បានឃើញថាវីដេអូរបស់គេផុសហ្នឹងគឺជាប់ copyright មើលទៅគេត្រូវការអាប់ឡូតវីដេអូនឹងម្ដងទៀតហើយដោយគ្មាន background music ដែលជាប់ copyright ហើយមើលទៅហ៊ីចេក៏បានបើកឆាតមើលឃើញថាសេយ៉ងឆាតមកគេថាអីគេឃើញបែបហ្នឹងហ៊ីចេគេក៏គិតថាសេយ៉ងប្រកាសជាមើលទៅតក់ស្លុតហើយដែលគេលុបផែនការចោលភ្លាមៗបែបនេះក៏ប៉ុន្តែសេយ៉ងគឺចូលចិត្តដើរលេងជាមួយគេដោយសម្ងាត់ហើយបន្ទាប់ពីចេញពីប្រជុំហើយហ៊ីចេក៏បានមកដល់ផ្ទះគ្រាន់តែមកដល់ផ្ទះភ្លាមហ៊ីចេក៏ហក់ឡើងទៅលើសាឡុងភ្លាមដោយសារតែគេទៅតែមកពីផឹកជាមួយនឹងមេរបស់គេព្រោះថាមេរបស់គេចូលចិត្ត streamer ណាដែលចូលចិត្តផឹកទៅធ្វើឲ្យហ៊ីចេមិនអាចបដិសេធជាមួយគាត់បានដែលជាហេតុធ្វើឲ្យហ៊ីចេពេលនេះគឺរៀងស្វឹងបន្តិចបន្តួចរួចគេក៏សម្លឹងមើលទៅជុំវិញផ្ទះរបស់ខ្លួនរួចក៏ឆ្ងល់ថាហេតុអ្វីបានជាផ្ទះរបស់គាត់ធំនឹងគ្មានអ្វីសោះបែបនេះកន្លែងរបស់សេយ៉ងមានអារម្មណ៍ថាដូចជាសម្បុកសត្វមួយដ៏កក់ក្ដៅយ៉ាងអញ្ចឹងហើយហ៊ីចេក៏បានប្រាប់ខ្លួនឯងថាគួរទៅងូតទឹកប៉ុន្តែគេក៏បានដេកលង់លក់ទៅដេកបានមួយសន្ទុះគេក៏ភ្ញាក់ឡើងមកវិញក៏ទាញទូរស័ព្ទមើលថាឃើញពេលនេះគឺម៉ោង 12ហើយប៉ុន្តែក៏ឃើញថាគ្មានសារមួយចេញមកពីសេយ៉ងនោះទេហើយគេក៏បានឆាតទៅសួរសេយ៉ងថាតើសេយ៉ងកំពុងគេងមែនទេតើល្បែរបស់ស៊ីខេតនឹងប៉ុន្មានហើយឥឡូវនេះឆាតទៅបានបន្តិចក៏ឃើញថាសេយ៉ងគឺមិនតបតនោះទេប្រហែលជាសេយ៉ងកំពុងតែរវល់ឬក៏សេយ៉ងខឹងគេហើយមើលទៅបាន2នាទីក្រោយមកសេយ៉ងក៏ឆ្លើយមកវិញថាក៏លុបវាហើយឃើញសារនឹងហើយហ៊ីចេក៏សួរថាហេតុអ្វីរួចក៏បានចុចទូរស័ព្ទខលទៅសេយ៉ងគ្រាន់តែលើកទូរស័ព្ទភ្លាមសេយ៉ងក៏សួរថាតើហ៊ីចេនឹងចង់បានអ្វីហ៊ីចេក៏ប្រាប់ថាគាត់មិនមែនចង់បានអ្វីទេគ្រាន់តែសួរថាតើសេយ៉ងនឹងកំពុងធ្វើអីសេយ៉ងក៏ឆ្លើយថាគាត់បានប្រាប់ហ៊ីចេរួចហើយថាគាត់នឹងលុបវាហើយពីព្រោះគាត់ខឹងពេកហ៊ីចេក៏សួរថាហេតុអ្វីតើអាចចង្រៃមួយណាបានធ្វើឲ្យសេយ៉ងខឹងសេយ៉ងក៏ប្រាប់ឲ្យហ៊ីចេក្តាប់ដៃរបស់ខ្លួនហើយក៏ដើរកណ្ដាលមុខរបស់គេទៅហ៊ីចេគេក៏សើចរួចក៏ប្រាប់ហេតុផលថាថ្ងៃនេះគេបានទៅសពពេញជាមួយនឹងសេយ៉ងដោយសារតែមេរបស់គេនឹងខលមកឲ្យបញ្ចុំនៅនាទីចុងក្រោយដូច្នេះហើយបានគេត្រូវឡើងទៅសេអ៊ូសេយ៉ងក៏ប្រាប់ថាមិនមែនគេសួរទេហ៊ីចេគេក៏បន្តទៀតថាគេនឹងលេងជាមួយនឹងសេយ៉ងឲ្យបានកាន់តែច្រើនតាមអ្វីសេយ៉ងចង់បាននៅពេលដែលគេត្រឡប់ទៅវិញដូច្នេះហើយសេយ៉ងស៊ូឡើង
គេត្រូវការរកលុយឲ្យបានច្រើនប្រសិនបើគេចិញ្ចឹមសេយ៉ុងហើយគេក៏បានបន្តសួរសេយ៉ុងថាតើសេយ៉ុងមានស្គាល់អង្កេតឈ្មោះថា The Kingdom of Apathy ទេគេនឹងធ្វើការផ្សាយពាណិជ្ជកម្មសម្រាប់វាសេយ៉ុងក៏បានឆ្លើយតបថាក៏មិនដែលស្គាល់ពីអង្កេតនោះទេប៉ុន្តែក៏បានស្វែងរកទៅក៏ឃើញរួចក៏ប្រាប់ហ៊ីជេថាក្រុមហ៊ុនមួយនេះមើលទៅប្រហែលជាអស់ជំរឿនខ្លាំងហើយលើកនេះដែលសុំឲ្យហ៊ីជេនឹងធ្វើជា model របស់ពួកគេហ៊ីជេគេក៏សើចឡើងរួចក៏និយាយថាប៉ុន្តែបងគឺជាមនុស្សម្នាក់ដែលបានស្វែងរកវាភ្លាមៗបន្ទាប់ពីលើកខ្ញុំនិយាយថាខ្ញុំធ្វើការផ្សាយពាណិជ្ជកម្មសម្រាប់វាសេយ៉ុងក៏បានបដិសេធថាតែអានឹងវាខុសគ្នាគាត់មិនដែលបាននិយាយថាគាត់នឹងលេងវានោះទេហ៊ីជេក៏ឆ្លើយថាអូអញ្ចឹងឬក៏បបួលសេយ៉ុងនឹងដាក់ username ដូចគ្នាទៅដូចជា C-Cat និង He-Cat អញ្ចឹងប៉ុន្តែសេយ៉ុងក៏បានតបថាហេតុអ្វីមិនជាគាត់គួរតែដាក់ឈ្មោះគូជាមួយនឹងហ៊ីជេតែហ៊ីជេក៏ចាប់អារម្មណ៍ថាសេយ៉ុងគឺបាននិយាយថាទេនោះទេរួចក៏គេប្រាប់ទៅកាន់សេយ៉ុងថាមិនអីទេអញ្ចឹងគាត់នឹងរវល់មួយរយៈដោយសារតែគេត្រូវការទៅធ្វើការមួយចំនួនដែលគេបានពន្យាពេលទុកនៅកន្លងពេលដែលគេស្នាក់នៅកន្លែងរបស់សេយ៉ុងហើយក៏ប្រាប់សេយ៉ុងតទៀតថាកុំយំពីព្រោះតែគេមិនអាចទៅផ្ទះរបស់សេយ៉ុងបានប្រសិនបើសេយ៉ុងនៅគេនឹងអាចខំមកគេគ្រប់ពេលវេលាសេយ៉ុងក៏បានប្រាប់ឲ្យហ៊ីជេនឹងស្នាក់នៅសេអ៊ូលនឹងហើយមិនបាច់មកវិញទេហ៊ីជេគេក៏បានស្ងាត់មួយសន្ទុះរួចក៏និយាយឡើងថាខ្ញុំនឹងត្រឡប់ទៅផ្ទះឆាប់ៗនេះខ្ញុំស្រឡាញ់បងបន្ទាប់ពីនិយាយចប់គេក៏បានបិទទូរស័ព្ទរួចក៏អង្គុយសិញ្ជឹងគិតថាហេតុអ្វីបានជាវាមានអារម្មណ៍ថាគួរឲ្យអាម៉ាស់ម៉េះប៉ុន្តែមើលទៅសេយ៉ុងហាក់ដូចជាស្អប់វាអញ្ចឹងចាប់ពីពេលនេះទៅគិតគួរតែនិយាយពាក្យនោះឲ្យបានច្រើនហើយបន្ទាប់ពីយប់នឹងមកហ៊ីជេគឺរវល់ខ្លាំងមែនទែនរហូតដល់ចុងសប្តាហ៍គេរវល់ធ្វើការផងនិងទិញរបស់មួយចំនួនដែលគេត្រូវការដូចជាពេលនេះអញ្ចឹងហ៊ីជេគឺកំពុងតែនៅហាងលក់ទំនិញដែលកំពុងតែឈរទិញក្រេហើយអ្នកលក់គឺកំពុងសួរថាតើក្រេមួយនេះដែលហ៊ីជេកំពុងស្វែងរកមែនទេក្រេមួយនេះគឺពិតជាពេញនិយមណាស់ឥឡូវនេះប្រសិនបើហ៊ីជេកំពុងទិញថ្ងៃនេះមួយខែទៀតវានឹងមកដល់ហ៊ីជេលើបែបហ្នឹងហើយគេឈរគិតថាគាត់ចូលចិត្តក្រេមួយនេះប៉ុន្តែប្រសិនបើគេដាក់ក្រេមួយនេះនៅក្នុងផ្ទះរបស់សេយ៉ុងគឺប្រហែលជាស៊ីកន្លែងផ្ទះរបស់សេយ៉ុងអស់ហើយប្រហែលជាគាត់គួរតែទុកក្រេនៅផ្ទះគាត់សិនហើយបន្ទាប់មកចាំឲ្យតសេយ៉ុងនៅពេលដែលសេយ៉ុងផ្លាស់ប្ដូរទីកន្លែងរស់នៅឬក៏ចុងក្រោយឲ្យសេយ៉ុងមកផ្ទះគាត់ហើយជាចុងក្រោយគេក៏សម្រេចចិត្តយកក្រេមួយហ្នឹងហើយក៏គាត់ក្នុងចិត្តថាគេមិនអាចចំណាយលុយច្រើនថ្នាក់ហ្នឹងលើក្រេខ្លួនឯងនោះទេប៉ុន្តែសេយ៉ុងគឺពិតជាសំណាងណាស់ដែលគេចំណាយលើថ្នាក់ហ្នឹងឲ្យសេយ៉ុងប្រកាសជាស្ដីបន្តិចគាត់ទៀតហើយអំពីរបៀបដែលគាត់មិនដែលហាមាត់សុំអ្វីឲ្យហ៊ីជេទិញឲ្យគាត់ម្ដងណានោះទេប៉ុន្តែគំនិតដែលឃើញសេយ៉ុងគេជាមួយគេនៅលើក្រេមួយនេះនៅថ្ងៃណាមួយពិតជាល្អណាស់ក្នុងការគិតអំពីវាបន្ទាប់ពីទិញក្រេរួចពេលនេះហ៊ីជេគឺកំពុងតែនៅក្នុងចន្លោះយន្តកំពុងតែបើកទូរស័ព្ទមើលសាររបស់សេយ៉ុងកាលពីប្រហែលថ្ងៃមុនឃើញថាគាត់ប្រាប់ឲ្យហ៊ីជេហ្នឹងឈប់រំខានគាត់ទៅឈប់ខំមកគិតដល់ពេលយប់ទៀតទៅកុំនិយាយអ្វីដែលគេចង់និយាយហើយក៏បិទទូរស័ព្ទតើដល់ពេលណាទៅដែលគាត់និយាយថាគាត់នឹកហ៊ីជេនោះគាត់មិនដែលនឹកហ៊ីជេស្អីតែបន្តិចនោះទេឈប់រំខានគាត់ហើយកុំត្រឡប់មកវិញអីដែលវាគឺជាសារកាលពីប្រហែលថ្ងៃមុនហើយប្រហែលថ្ងៃក្រោយនេះពេលហ៊ីជេឆាតទៅសេយ៉ុងមិនឃើញសេយ៉ុងចូល reply នោះទេដែលធ្វើឲ្យគេមិនអាចតាក់ទងទៅកាន់សេយ៉ុងបាននោះទេគិតមកប៉ុណ្ណេះហ៊ីជេគេស្រាប់តែនឹកឃើញថានេះគឺជារបៀបដែលសេយ៉ុងបានប្រព្រឹត្តមុនពេលដែលគេទុកគាត់ចោលដែលជាហេតុធ្វើឲ្យហ៊ីជេចាប់ផ្ដើមភ័យខ្លាចម្ដងទៀតខ្លាចថាសេយ៉ុងនឹងធ្វើវាម្ដងទៀតឬក៏គិតថាសេយ៉ុងគេមិនធ្វើវាមែនទេហើយបន្ទាប់មកគេក៏បានមកផ្ទះរបស់សេយ៉ុងហើយគ្រាន់តែចូលដល់ផ្ទះភ្លាមគេក៏សួរថាតើសេយ៉ុងលេងសើចមួយគេមិនមែនហេតុបែបបានជាមិនលើកទូរស័ព្ទរបស់គេអញ្ចឹងប៉ុន្តែសេយ៉ុងគឺមិនបានតបតនោះទេឃើញបែបនេះហ៊ីជេក៏សួរឡើងតើសេយ៉ុងនឹងមានបញ្ហាអ្វីទៅហើយសេយ៉ុងក៏បានប្រាប់ថាឈប់រំខានគាត់ទៅហើយទៅដេកផ្ទះរបស់ខ្លួនឯងទៅឥឡូវនេះគឺគាត់បានធ្វើគ្រប់គ្រាន់ហើយចំពោះរឿងអពយរបស់ហ៊ីជេបានធ្វើកន្លងមកហ៊ីជេគេឆ្ងល់ថាតើសេយ៉ុងបានខឹងនឹងគេពីព្រោះតែគេបានលុបចោលគម្រោងនោះមែនប៉ុន្តែគេបានលះបង់ពេញមួយសប្តាហ៍របស់គេដើម្បីទៅធ្វើការនិងរត់មកទីនេះភ្លាមពីព្រោះតែគេបារម្ភពីសេយ៉ុងហើយគេធ្វើទាំងអស់ហ្នឹងគឺដើម្បីតែក្រេវរបស់មនុស្សម្នាក់តែប៉ុណ្ណោះហើយក៏គិតទៀតថាអូស្អីក៏ស្អីទៅបន្ទាប់មកគេក៏បានយកដៃរបស់ក្រេវហ្នឹងទៅចុចថ្ពាល់របស់សេយ៉ុងដែលធ្វើឲ្យសេយ៉ុងវាយដៃរបស់គេចេញភ្លាមរួចក៏យកអាវក្រៅមកពាក់ដែលធ្វើឲ្យហ៊ីជេសួរឡើងថាតើសេយ៉ុងកំពុងតែចង់ទៅណានៅខាងក្រៅគឺត្រជាក់មែនទេណានៅពេលហ្នឹងសេយ៉ុងក៏តបថាបើសិនជាហ៊ីជេមិនចេញទៅទេគាត់នឹងចេញខ្លួនឯងហ៊ីជេបានត្រឹមតែគាំងអត់ដឹងថានិយាយយ៉ាងម៉េចរួចក៏បានគិតក្នុងចិត្តថាតើសេយ៉ុងនឹងកាត់ឲ្យវិញភ្លាមបែបហ្នឹងហើយកំឡុងពេលដែលបើកឡានតាមរកសេយ៉ុងហ៊ីជេក៏គិតថាគាត់មានអារម្មណ៍ថាគាត់គឺជាមនុស្សល្ងងដាច់គេនៅលើโลกនេះពួកគេទាំងពីរនាក់គឺល្អងដើរជាមួយនឹងគ្នាណាស់កាលពីសប្តាហ៍មុនហើយចុះឥឡូវនេះវាមានបញ្ហាអ្វីទៅសេយ៉ុងបានចូលមើលឆាតរបស់គេហើយតែមិនព្រមតបឥឡូវនេះក៏រត់ចេញទៅក្រៅបាត់ដោយមិនព្រមប្រាប់គាត់មួយម៉ាត់ថាគេខឹងរឿងអីតើគាត់ត្រូវទ្រាំជាមួយនឹងសេយ៉ុងដែលប្រព្រឹត្តចំពោះគេបែបនេះទៅបែរណាទៅតើសេយ៉ុងស្អប់គេដល់ថ្នាក់នឹងឬតើពេលដែលនៅក្បែរគេធ្វើឲ្យសេយ៉ុងខ្ពើមដល់ថ្នាក់នឹងឬខ្ពើមដល់ថ្នាក់ធ្វើឲ្យសេយ៉ុងសុខចិត្តចំណាយពេលមួយយប់នៅខាងក្រៅដល់ត្រជាក់បែបនេះប្រសិនជានៅក្បែរគេឬបន្ទាប់ពីបើកឡានអស់មួយសន្ទុះធំពេលនេះហ៊ីជេក៏បានឃើញសេយ៉ុងកំពុងតែដើរនៅលើផ្លូវម្នាក់ឯងដែលធ្វើឲ្យហ៊ីជេដកដង្ហើមធំរំនឹងគិតថាតើក្នុងក្បាលរបស់សេយ៉ុងពេលនេះគឺកំពុងតែគិតពីអ្វីទៅហើយគេក៏បានស៊ីផ្លេឲ្យសេយ៉ុងឈប់រួចក៏ចុះពីលើឡានគ្រាន់តែចុះពីលើឡានភ្លាមសេយ៉ុងក៏សម្លឹងមើលមុខហ៊ីជេទាំងទឹកមុខត្រជាក់ស្រេបដែលធ្វើឲ្យហ៊ីជេពេលហ្នឹងគឺគាំងនៅមួយកន្លែងហើយក៏គិតក្នុងចិត្តថាក្នុងកំឡុងពេលនោះហើយលើកទី1ក្នុងឆាកជីវិតរបស់គាត់ដែលគាត់មានអារម្មណ៍ថាភ័យខ្លាចចំពោះបុរសម្នាក់ដែលមានទំហំរូបរាងស្មើនឹងពាក់កណ្ដាលរូបរាងរបស់គាត់ពីព្រោះតែគាត់មិនដឹងថាតើសេយ៉ុងនឹងនិយាយអ្វីនោះទេដើម្បីបំបាក់ទឹកចិត្តរបស់គាត់នៅពេលនោះហ៊ីជេគេមិនបាននិយាយអ្វីនោះទេគេក៏បានក្តាប់ដៃជាប់រួចក៏ដើរតម្រង់ទៅរកសេយ៉ុងព្រមទាំងចាប់ដៃសេយ៉ុងតម្រង់ទៅរកឡានប៉ុន្តែក៏ត្រូវបានសេយ៉ុងក៏លើសដៃរបស់គេ
ចេញដែលធ្វើឲ្យហ៊ីចេក៏សួរឡើងថាតើសេយ៉ុងខឹងនឹងគេរឿងអ្វីឲ្យប្រកាសទៅរួចសេយ៉ុងក៏បានឆ្លើយទៅកាន់ហ៊ីចេថាហេតុអ្វីបានជាហ៊ីចេមិនប្រើការគិតរបស់គេទៅតើអ្វីដែលគេកំពុងធ្វើនេះជារឿងធម្មតាឬជាប់មកផ្ទះរបស់គាត់ទៀតហើយក៏ចាក់ចេញទៅបានហើយហ៊ីចេក៏ស្រែកតបថាតើសេយ៉ុងគិតថាគេរស់នៅកន្លែងនោះពីព្រោះតែគេចូលចិត្តរស់នៅកន្លែងដែលសម្រាមបែបហ្នឹងឬហើយគេក៏គិតក្នុងចិត្តថាគេរស់នៅទីនោះពីព្រោះតែសេយ៉ុងគឺគាត់រស់នៅទីនោះពីព្រោះតែសេយ៉ុងតែម្នាក់គាត់រួចគេក៏បានសម្លឹងមើលទៅឃើញជើងរបស់សេយ៉ុងពេលនោះឡើងក្រហមរួចក៏គិតក្នុងចិត្តថាសេយ៉ុងប្រកាសជាកកស្លាប់ហើយបើស្លៀកពាក់បែបនេះរួចក៏បបួលសេយ៉ុងទៅផ្ទះសិនរួចចាំនិយាយតាមក្រោយរួចក៏ចាប់អូសដៃសេយ៉ុងតម្រង់ទៅរកឡានព្រមទាំងនិយាយថាគេសុំទោសដែលចេះធ្វើរបស់សេយ៉ុងរួចក៏បានរុញសេយ៉ុងទៅផ្ទប់នឹងទ្វាររួចក៏គិតថាសុំវល់សេយ៉ុងក៏ទៅផ្ទះសិនទៅគេនឹងចាក់ចេញពីមុខមាត់របស់សេយ៉ុងភ្លាមហ្មងគិតបានប៉ុណ្ណឹងសេយ៉ុងក៏ស្រាប់តែលើកជើងទៅធាក់ឡានរបស់ខ្លួនយ៉ាងមួយទំហឹងដែលធ្វើឲ្យហ៊ីចេឡើងគាំងរួចក៏សាច់ឡើងចាចយកហ្មងព្រោះថាឡានមួយហ្នឹងគឺគាត់បានទិញដំបងគេដល់លុយសន្សំរបស់គាត់រួចគាត់ក៏បានស្រែកសួរទៅកាន់សេយ៉ុងថាតើបងឈួតហើយមែនសេយ៉ុងក៏ឆ្លើយទៅវិញថាយ៉ាងម៉េចវាធ្វើឲ្យឯងខឹងឬលើសំណួរហ្នឹងហើយកំហឹងរបស់ហ៊ីចេគឺមានចការកើនឡើងគឺគាត់ក្នុងចិត្តថាសេយ៉ុងប្រហែលជាមនុស្សវិកលចរិតមែនទែនហើយសេយ៉ុងធ្វើចរិតរឹងទទឹងប៉ុន្តែប្រហែលជាក្នុងចិត្តរបស់គេពេលនេះគឺខ្លាចខ្លាំងហើយមើលទៅសេយ៉ុងព្យាយាមធ្វើឲ្យគាត់វាយគេបន្ទាប់មកគេក៏អាចបញ្ចប់រឿងនេះបានដែលធ្វើឲ្យហ៊ីចេបានត្រឹមតែខំមើលសង្កត់ចិត្តតែឯការពិតគឺគាត់ពិតជាចង់វាយសេយ៉ុងម្ដាយខ្លាំងណាស់គាត់ពិតជាចង់កំទេចអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនគាត់ដូចជាសេយ៉ុងធ្វើចំពោះឡានគាត់យ៉ាងអញ្ចឹងរួចក៏ត្រឡប់ទៅផ្ទះវិញគាត់ពិតជាចង់ធ្វើបែបហ្នឹងខ្លាំងមែនទែនប៉ុន្តែបើសិនបើគាត់ធ្វើវានោះមានន័យថាពួកគេទាំងពីរនាក់គឺគ្មានហេតុផលអ្វីដើម្បីជួបគ្នាម្ដងទៀតនោះទេនៅពេលនោះហើយបានគេដឹងថាហេតុអ្វីបានជាគេចង់រករឿងនឹងលេងសើចជាមួយនឹងសេយ៉ុងហេតុអ្វីបានជាគេមានអារម្មណ៍ថាភ័យខ្លាចនិងព្រួយបារម្ភនៅពេលដែលគេមិនអាចឃើញសេយ៉ុងនិងហេតុអ្វីបានជារឿងតូចតាចមួយចំនួនរបស់សេយ៉ុងធ្វើឲ្យគេចាប់កាំងនៅមួយកន្លែងទាំងអស់នោះគឺពីព្រោះតែគេពិតជាមានអារម្មណ៍ទៅលើសេយ៉ុងពិតមែនរបៀបថាគាត់ពិតជាចូលចិត្តសេយ៉ុងអញ្ចឹងមើលទឹកមុខរបស់ហ៊ីចេនៅពេលដែលគេយល់ពីអារម្មណ៍របស់ខ្លួនឯងនឹងភ្ញាក់ផ្អើលហ្មងក៏ពិតខ្ញុំដឹងហើយហ៊ីចេថាយើងចូលចិត្តសេយ៉ុងតាំងពីដំបូងតែខ្ញុំខ្ជិល5អញ្ចឹងភាគនេះបានចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាចំពោះការគាំទ្រជួបគ្នានៅវីដេអូក្រោយទៀតអញ្ញងបាយបាយ